បាទសួស្តីបងប្អូនអរគ្នាយើងជួបគ្នាម្ដងទៀតហើយនៅក្នុងវីដេអូនេះខ្ញុំចែកម្លែកជាមួយបងប្អូនអរគ្នាទាក់ទងនឹងរបៀបរស់នៅដែលមានសុខភាពល្អអញ្ចឹងនេះគឺជារឿងសំខាន់មែនទែនសម្រាប់យើងគ្រប់គ្នាដែលមនុស្សទាំងអស់គ្នាមើលរំលងជាការពិតមនុស្សទាំងអស់ប្រាថ្នាចង់បាននូវសុខភាពល្អនិងជីវិតមួយដែលល្អតែបងប្អូនអរគ្នាជីវិតដែលល្អគឺផ្ដើមចេញពីសុខភាពយើងល្អហ្នឹងហើយទោះបីជីវិតរបស់យើងពោរពេញទៅដោយភាពរុងរឿងយ៉ាងណាក៏ដោយប៉ុន្តែសុខភាពរបស់យើងអត់ល្អសួរថាយើងបានរីករាយជាមួយនឹងជីវិតដ៏រុងរឿងនឹងបានអត់មនុស្សភាគច្រើនគាត់ចង់បានសុខភាពល្អប៉ុន្តែគាត់អត់ចង់ស្ដាប់ទាក់ទងនឹងរឿងសុខភាពនឹងទេបើកាលណាយើងអត់ចង់ស្ដាប់រឿងថែទាំសុខភាពយើងច្បាស់ជាពិបាកនៅក្នុងការថែទាំសុខភាពហើយក្នុងការធ្វើដំណើរទៅកាន់ជីវិតមួយដែលប្រសើរឡើងគឺយើងត្រូវតែផ្ដើមចេញពីការយល់ដឹងដោយខ្លួនឯងហើយឈោងចាប់ឱកាសហ្នឹងថែទាំអ្វីដែលយើងមានយើងកំពុងតែមានសុខភាពល្អគឺជារឿងល្អមែនទែនសម្រាប់ជីវិតរបស់យើងអញ្ចឹងយើងថែទាំវាបានល្អកុំរងចាំដល់ពេលបាត់បង់ទៅទើបយើងស្ដាយក្រោយទើបយើងខំប្រឹងថែទាំឡើងវិញអាហ្នឹងពិបាកនិយាយទៅទាក់ទងនឹងបញ្ហាសុខភាពឬក៏បញ្ហាជំងឺហ្នឹងគ្មានអ្នកណាគេចផុតទេគ្រាន់ថាបើសិនយើងអត់ចេះថែទាំទេអាហ្នឹងយើងជួបវាលឿនអញ្ចឹងតែបើយើងថែទាំទៅវាពជាពេលបានយូរហើយបើយើងមានបញ្ហាសុខភាពអីក៏វាមិនធ្ងន់ធ្ងរដូចអ្នកដែលបង្ងើយកតើដែរជាទូទៅមនុស្សគ្រប់គ្នាគឺចេះថែទាំសុខភាពទាំងអស់គ្នាទាក់ទងនឹងរឿងចំណេះដឹងការថែទាំសុខភាពហ្នឹងគាត់ថាបើយើងអត់ចងជាក្បួនយើងអត់មានសណ្ដាប់ធ្នាប់អាហ្នឹងវាយើងពិបាកអញ្ចឹងណាអញ្ចឹងនៅក្នុងវីដេអូនេះមានសណ្ដាប់ធ្នាប់ទាំង6ដែលយើងទាំងអស់គ្នាធ្វើទៅគឺងាយស្រួលក្នុងការធ្វើតាមហើយងាយស្រួលក្នុងការថែទាំសុខភាពរបស់យើងដែរទី1គឺយើងញ៉ាំអាហារដែលរាងកាយរបស់យើងត្រូវការយើងញ៉ាំរាល់ថ្ងៃហ្នឹងបែងចែកជា2មួយញ៉ាំដើម្បីបំពេញអារម្មណ៍មួយទៀតញ៉ាំដើម្បីសុខភាពល្អបើយើងញ៉ាំតាមអារម្មណ៍របស់យើងគឺធ្វើឲ្យសុខភាពរបស់យើងចុះខ្សោយហើយយើងខូចរូបរាងហើយមានបញ្ហាសុខភាពច្រើនសម្រាប់អាហារបំពេញអារម្មណ៍ភាគច្រើនគឺជាពពុះអាហារកែច្នៃអាហារដែលមានរសជាតិដិតខ្លាំងគ្រឿងស្រវឹងគ្រឿងកំប៉ុងភេសជ្ជៈប៉ែមៗហ្នឹងហើយសម្រាប់អាហារដែលរាងកាយរបស់យើងត្រូវការគឺជាបន្លែផ្លែឈើត្រីសាច់គ្រប់ពណ៌គ្រប់ប្រភេទហើយកុំញ៉ាំតែបន្លែណាដែលយើងចូលចិត្តបន្លែណាដែលយើងមិនចូលចិត្តក៏យើងត្រូវតែញ៉ាំដែរដើម្បីសុខភាពរបស់យើងទី2ព្យាយាមញ៉ាំបន្លែឲ្យបានច្រើនពណ៌ទើបយើងអាចទទួលបានវីតាមីនចម្រុះបានទី3ត្រូវធ្វើលំហាត់ប្រាណទាក់ទងនឹងការធ្វើលំហាត់ប្រាណនេះគឺបងប្អូនអរគ្នាត្រូវធ្វើទៀងទាត់ព្រោះធម្មតាអ្នកហាត់ប្រាណបើហាត់ជាប់អាហ្នឹងគាត់ចង់ហាត់ចឹងដល់ទៅពេលគាត់ហាត់ឈប់ដល់ទៅពេលចង់ចាប់ផ្ដើមហាត់ឡើងវិញគឺពិបាកមានអារម្មណ៍ថាខ្ជិលអញ្ចឹងចំណុចសំខាន់នៃការហាត់ប្រាណគឺហាត់ទៀងទាត់ទាក់ទងនឹងការហាត់ប្រាណនេះតិចច្រើនឯងបងប្អូនអរគ្នាត្រូវតែព្យាយាមហាត់ឲ្យបានរាល់ថ្ងៃដើម្បីអាចហាត់ប្រាណបានទៀងទាត់បានបងប្អូនអរគ្នាជ្រើសរើសពេលវេលាក្នុងការហាត់ប្រាណពេលព្រឹកក៏បានពេលល្ងាចក៏បានពេលណាក៏បានឲ្យតែជាពេលដែលបងប្អូនអរគ្នាអាចធ្វើទៀងទាត់បានហើយទាក់ទងនឹងការហាត់ប្រាណនេះបងប្អូនអរគ្នាហាត់តាមលទ្ធភាពតាមពេលវេលាទៅកុំភ្លាមឡើងទៅចំណាយលុយទិញសម្ភារៈហើយយកមកបោះចោលដោយអត់ហាត់អញ្ចឹងយើងហាត់តាមលទ្ធភាពយើងទៅដើរក៏បានរត់ក៏បានធ្វើម៉េចក៏បានកុំឲ្យយើងចំណាយលុយអត់ប្រយោជន៍អញ្ចឹងអ្វីដែលសំខាន់គឺបានហាត់ប្រាណទី4គឺការញ៉ាំទឹកទាក់ទងនឹងការញ៉ាំទឹកនេះក្នុងមួយថ្ងៃបងប្អូនអរគ្នាត្រូវតែញ៉ាំយ៉ាងហោចណាស់ឲ្យបាន8កែវដែរខ្ញុំបានចែករំលែកទាក់ទងនឹងការញ៉ាំទឹកនេះជាមួយបងប្អូនអរគ្នានៅក្នុងវីដេអូមុនច្រើនដែរអញ្ចឹងទាក់ទងការញ៉ាំទឹកដែលល្អបំផុតគឺយើងញ៉ាំតាមគីឡូរបស់យើងទាក់ទងនឹងការញ៉ាំទឹកច្រើនបងប្អូនអរគ្នាកុំបារម្ភថាខ្លាចឡើងគីឡូអត់ទេការញ៉ាំទឹកបានច្រើនការញ៉ាំទឹកបានគ្រប់គឺជួយឲ្យបងប្អូនអរគ្នាស្រកគីឡូឲ្យមានសុខភាពល្អទី5បងប្អូនអរគ្នាញ៉ាំផ្លែឈើឲ្យបានច្រើនពណ៌ច្រើនប្រភេទផ្លែឈើវាជួយដល់ប្រព័ន្ធភាពស៊ាំនៃរាងកាយរបស់យើងឲ្យមានភាពរឹងមាំល្អផ្លែឈើជាប្រភពនៃ fiber ជាប្រភពនៃជាតិកាកសរសៃល្អហើយផ្លែឈើវាសម្បូរទៅដោយវីតាមីនចម្រុះទី6បងប្អូនអរគ្នាជ្រើសរើសអាហារដែលសម្បូរទៅដោយជាតិ fiber fiber នេះវាជួយដល់សុខភាពពោះវៀនហើយ fiber នេះគឺជាចំណីនៃបាក់តេរីល្អ fiber វាជួយដល់ការស្រកគីឡូបានល្អដែរហើយវាជួយការពារបងប្អូនអរគ្នាពីជំងឺមហារីកពោះវៀនធំនិងជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមរបស់បងប្អូនអរគ្នាអញ្ចឹងបងប្អូនអរគ្នាព្យាយាមធ្វើតាំង6ចំណុចហ្នឹងទៅដើម្បីថែទាំសុខភាពនិងរក្សាបាននូវរូបរាងល្អអរគុណបងប្អូនអរគ្នាសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំ